ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមាន topic មួយដែលនិយាយអំពីផលលំបាកនៃការចាប់ផ្ដើមសរសេរកូដដោយប្រើ AI មូលដ្ឋានគ្រឹះដំបូងនៃការរៀនសរសេរកូដ skill ដែលយើងត្រូវមានសំខាន់បំផុតគឺការគិត programming គឺមិនសំដៅទៅលើការ typing code programming គឺសំដៅទៅលើការបំបែកបញ្ហាទៅជា step ជាច្រើនស្វែងរក logic ដែលត្រឹមត្រូវសាកល្បងគំនិតរបស់អ្នកនិងកែតម្រូវកំហុសមួយចំនួននៅលើការសរសេរកូដប៉ុន្តែនៅពេលដែលអ្នកសួរ AI ដើម្បីសរសេរកូដ AI គឺអាចបង្កើតដំណោះស្រាយឲ្យអ្នក AI ជ្រើសរើស structure ឲ្យអ្នកនិង AI អាច build logic ឲ្យអ្នកបានបើសិនជាអ្នកភ្លេចការរៀន foundation ដំបូងអ្នកនឹងជួបបញ្ហាមួយចំនួនដែរឥឡូវខ្ញុំសូមបង្ហាញទៅលើ foundation មួយចំនួននៃកូដមានដូចជា variable function array loop object ឬក៏ខ្លះការ build block code ជាច្រើនបើសិនបើអ្នកមិនបានរៀនពីវាល្អនោះទេអ្នកនឹងមានន័យថាយើងនឹងអាចភ្លេចវាមួយចំនួននៅពេលក្រោយ AI អាចសរសេរ perfect code បានប៉ុន្តែវាមិនអាចធ្វើឲ្យយើងយល់ពីមូលហេតុដែលកូដដំណើរការនោះទេពីព្រោះវាទាមទារឲ្យយើងស្វែងយល់ឲ្យបានច្រើនអ្នកមិនអាចបញ្ចូលកូដរបស់អ្នកបានទេបើសិនជាអ្នកប្រើ AI ក្នុងការសរសេរបើសិនជាអ្នកប្រើ AI ច្រើនពេកអ្នកមិនអាចឆ្លើយនៅសំណួរទាំងនេះបានទេដូចជាហេតុអ្វីបានជាអ្នកប្រើ loop ហេតុអ្វីបានជាអ្នកដាក់កូដនេះនៅក្នុង function នេះហេតុអ្វីបានជា variable នេះមិនមានបើសិនបើអ្នកមិនអាចបញ្ចូលកូដផ្ទាល់ខ្លួនរបស់អ្នកច្បាស់លាស់នោះទេអ្នកប្រកាសណាស់អ្នកមិនបានរៀនពីវាដូចជាអ្នកចូលចិត្តអានសៀវភៅប៉ុន្តែការយល់ពីនៃសៀវភៅរបស់អ្នកគឺនៅតិចបំផុត AI គឺជា tool មិនមែនជាគ្រូក្បាលខ្ញុំឧទាហរណ៍ខ្ញុំត្រូវការបង្កើតអ្វីឲ្យបានច្បាស់លាស់ដូចជា AI មិនអាក្រក់នោះទេ AI គឺជួយច្រើនប៉ុន្តែយើងអាចចាប់ផ្ដើមសរសេរកូដអ្នកត្រូវតែប្រើ AI ឲ្យបានត្រឹមត្រូវមុននឹងចាប់ផ្ដើមសរសេរកូដដូចដំបូងត្រូវតែដោះស្រាយបញ្ហាឲ្យខ្លួនឯងសិនដូចជាការ error bug មួយចំនួនគឺយើងកុំទៅពឹងផ្អែកទៅលើហ្នឹង AI ពេកពេលដែលយើងដោះស្រាយមិនចេញទើបយើងចាប់ផ្ដើមសួរ AI ដើម្បី explain code ប៉ុន្តែកុំឲ្យវាសរសេរជាលក្ខណៈពួកកូដប្រើ AI ដើម្បីរៀនពីគំនិតមិនមែនឲ្យវាជំនួសគំនិតរបស់អ្នកបានទេ AI គួរតែជាគ្រូបង្រៀនរបស់អ្នកមិនមែនជា shortcut របស់អ្នកទេបន្ទាប់ពីអ្នកយល់ពី basic variable loop function class បន្ទាប់មកអ្នកអាចប្រើ AI បានឲ្យសរសេរកូដឲ្យ clean ឲ្យវាស្វែងរក topic ថ្មីៗពេចកូដនិងពន្លឺនៃការរៀនកូដរបស់អ្នកជាចុងក្រោយគឺការអនុវត្ត concept ដែលនៃការអនុវត្ត advanced concept ដូច្នេះសូមចងចាំថា build មូលដ្ឋានគ្រឹះរបស់អ្នកជាមួយនឹងការគិតរបស់អ្នកជាមុនសិនមុននឹងប្រើ AI តាមក្រោយដើម្បី upgrade ជំនាញរបស់អ្នកសូមកុំឲ្យ AI បញ្ចុះការគិតរបស់អ្នកក្រោយបើសិនជាអ្នកចង់ឆ្លើយទៅជា real programmer សូមកុំប្រើ AI ច្រើនសូមប្រើការគិតជាមុនសិន